សួស្តីអ្នកទាំងអស់គ្នាហ្នឹងហើយឥឡូវយើងមកចេញវីដេអូជាថ្មីក្នុងការបង្ហាញពីការលេងនៅក្នុង Telegram ក៏ដូចជាការដាក់delete auto នៅពេលដែលយើងលេងក្នុង group ឬក៏លេងតាម chat គឺយើងចង់ដាក់ជា auto នៅ auto delete ឧទាហរណ៍ថាយើងលេងថ្ងៃហ្នឹងអញ្ចឹងយើងកំណត់ថាស្អែកត្រូវតែ delete chat ហ្នឹងគឺយើងមានវិធីសាស្ត្រនៅក្នុង Telegram យើងដោយសារតែក្នុង Telegram វាមានខាងនេះហ្នឹងហើយអ្នកនរគ្នាចូលមកកាន់ Telegram អញ្ចឹងមកធម្មតាវាមិនអញ្ចឹងអ្នកនរគ្នាចុចsetting បន្ទាប់មកអ្នកនរគ្នារកពាក្យថា privacy and security អូខេយើងចុចពីលើហ្នឹងមកបន្ទាប់មកអ្នកទាំងអស់គ្នាឃើញពាក្យថាកន្លែងនេះកន្លែងauto delete message នេះយើងឃើញយើងចុចពីលើហ្នឹងមកហ្នឹងហើយយើងចុចពីលើហ្នឹងមកបន្ទាប់មកយើងជ្រើសយកអានេះបានន័យថានេះមួយថ្ងៃអានេះ after មួយ day after one day បានន័យថាបន្ទាប់ពីមួយថ្ងៃវានឹង delete auto ថ្ងៃនេះafter one week អញ្ចឹងបានន័យថាមួយអាទិត្យវានឹង delete auto អានេះក៏ដូចគ្នាដែរនេះafter one month អញ្ចឹងវាមួយខែនឹងវា delete auto ហ្នឹងហើយជាធម្មតានេះគឺជាចំណង់ចំណូលចិត្តឬក៏ឲ្យបងប្អូនត្រូវតែដាក់auto delete ដាក់និយាយទៅដាក់ delete message អីនៅពេលឯកសារណាយើងត្រូវលុបអីចឹងណាហ្នឹងហើយអ្នកនរគ្នាដាក់ឲ្យ one day ទៅនេះពេលយើងចុច one day វានឹងចេញ enable auto deletion អញ្ចឹងយើងចុចពីលើហ្នឹងមកអូខេយើងចុចពីលើហ្នឹងមកយើងពេលដែលយើង back មកវិញមកពេលដែលយើងឧទាហរណ៍ថាយើងលេង chat យើងលេង chat ចាវាលេង chat ចេះវានឹង delete auto តែម្ដងនេះក្នុង group ខ្ញុំឧទាហរណ៍ទេតែហ្នឹងហើយវីដេអូយើងមានតែប៉ុណ្្នឹងទេសម្រាប់ការបង្ហាញពីការដាក់ delete auto ហ្នឹងហើយអញ្ចឹងអរគុណបងប្អូនទាំងគ្នាកុំភ្លេចជួយចុច subscribe channel របស់ខ្ញុំមួយផងដើម្បីទទួលបានវីដេអូថ្មីចំណេះដឹងបន្តិចបន្តួចដែលខ្ញុំចេះដើម្បីចែកម្លែកទៅអ្នកទាំងអស់គ្នាអរគុណ